បាទជំរាបសួរពុកម៉ែបងប្អូនក្នុងថ្ងៃនេះដែរខ្ញុំនាំបងប្អូនមកទស្សនានៅតំបន់កោះពេជ្រនៅរាជធានីភ្នំពេញយើងនេះទេបងប្អូនហើយនៅទីតាំងនេះដែរគឺមានការរៀបចំនៅឆាកដ៏ធំមួយក្នុងការប្រគំតន្ត្រីហើយនៅទីមុខនៅឆាកតន្ត្រីដ៏ធំនេះក៏មានការរៀបចំនៃការលក់មានតូបលក់ដូរស្តង់លក់ដូរបងប្អូនមានម្ហូបអាហារជាច្រើនគួរជាទីគួរឲ្យចង់ហូបផងដែរបងប្អូនហើយទីតាំងនេះដែរគឺមានលក់នៅរបស់លំពងរបស់ជៀនរបស់អីចឹងណាបងប្អូនមានមន់មានអីបងប្អូនហើយនេះគឺជាឆាកតន្ត្រីដ៏ធំបាទហើយការឆាកតន្ត្រីនេះមិនទាន់បានចាប់ផ្ដើមនៅឡើយទេដែលបងប្អូនយើងក៏អាចជិះម៉ូតូចូលដល់ក្នុងបានព្រោះមិនទាន់ដល់ម៉ោងគេប្រគំតន្ត្រីបងប្អូនហើយគឺតែ admin ក៏បានដើរទៅតាមស្តង់តូបមួយដើម្បីផ្តិតរូបភាពជូនបងប្អូនទស្សនាហើយស្តង់នេះដែរគឺជាកន្លែងដែលគេលក់ណែនបងប្អូនហើយក៏មានលោកគ្រូដែលនាំកូនគាត់ចូលមកដើម្បីជួយទិញជួយអីនៅតំបន់នេះដែរបាទហើយទីតាំងស្តុងនេះមិនទាន់ការចាប់ដើមនៅឡើយទេអញ្ចឹងមនុស្សក៏មិនទាន់បានចូលមកឲ្យបានអ៊ូអរផងដែរព្រោះកម្មវិធីមិនទាន់ចាប់ដើមព្រោះ admin ទៅរៀងបន្តមុនម៉ោងដែលគេ concert នឹងចាប់ដើមហើយទីតាំងនីមួយៗគឺមានលក់ច្រើនមានលក់សម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្សេងៗទៅផងដែរមិនថាម្ហូបអាហារនោះទេមានដូចជារបស់ក្រឡៃតូចធំអីបងប្អូនអាចមកជឿបានហើយក្នុងតម្លៃធូរទេបងប្អូនមិនបានជាលក់ថ្លៃអីទេបាទហើយទីតាំងនេះគឺជាកន្លែងគាត់លក់គ្រាប់កៅឡាក់បងប្អូនកៅឡាក់ហើយខ្ញុំក៏បានចូលឈៀងមកបន្តិចមើលផងដែរហើយក៏បានជួយជាវនិងជួយទិញពួកគាត់ផងដែរបាទហើយនៅទីតាំងរបស់គាត់នេះផងដែរក៏គាត់មានលក់នៅផលិតផលរបស់ខ្មែរយើងដែរដូចជានំដំណាប់ផ្លែឈើអីផ្សេងដែលខ្មែរយើងអាចផលិតបាននោះក៏គាត់អាចយកគាត់បានយកមកលក់បាទមានច្រើនមុខណា admin រាប់មិនអស់ទេបងប្អូនមានដូចជាដំណាប់អីត្រឡាចដំណាប់អីផ្សេងហើយនឹងនំបាទនឹងនំខ្មែរបែបខ្មែររបស់យើងដែលគាត់ច្រកវិចខ្ចប់ហ្នឹងគឺមានសភាពស្អាតដែលគួរឲ្យយើងចាប់ចិត្តផងដែរបាទហើយពីនេះដែរ admin ក៏ប្រវែលមកមើលការទិញលក់របស់គាត់ផងដែរអំពីគាត់លក់នៅកៅឡាក់នេះតែគាត់មានប្រអប់ខ្ចប់វិញឲ្យភ្ញៀវហ្នឹងគឺមានសភាពស្អាតសមរម្យផងដែរណាបងប្អូនហើយពេលនេះ admin កំពុងចូលទៅទិញហើយរៀបចំចូលទិញហើយពេលនេះដែរនៅទីតាំងនេះ admin ធ្វើដំណើរបន្តមកតំបន់ពាណិជ្ជកម្មកោះនរាបងប្អូនដែលភ្ជាប់នឹងកោះពេជ្រយើងនឹងដែរនេះគឺមានស្ពានមួយឆ្លងពីកោះពេជ្រមកហើយក៏មកដល់តំបន់មួយទៀតហ្នឹងគឺគេហៅថាតំបន់កោះនរាបាទទីតាំងនេះពីមុនជាផ្ទៃទឹកទេបាទតែដោយសារមានការអភិវឌ្ឍពីក្រុមហ៊ុនធំទៅក៏បានរៀបចំជាការចាក់ដីនិងជាការរៀបចំជាសួននិងទីធ្លាបាទហើយទីធ្លានេះគឺជាទីធ្លាដែលនៅមាត់ជាប់នឹងមាត់ទន្លេផងដែរនៅតំបន់កោះនរានេះហើយនៅក្នុងឱកាសវេលាថ្ងៃនេះដែរក៏មានការរៀបចំបាទបងប្អូនរៀបចំនៅជាការតុបតែងបែបបុណ្យ Halloween ណាបងប្អូនហើយនៅតាមមាត់ទន្លេនេះក៏មានបងប្អូនស្រីបងប្អូនយើងគាត់លក់នៅភេសជ្ជៈផ្សេងនឹងដូចជានំអីផ្សេងនឹងផងដែរក៏មានជាផ្លែឈើភេសជ្ជៈបាទហើយក្នុងឱកាសដែល admin មកដល់ហ្នឹងគឺភេសជ្ជៈហ្នឹងមានការលក់ដូរដាច់ប្រសើរគ្រាន់បានដែរបាទព្រោះការដើរទៅវាមានការស្រេកទឹកមានការចង់ហូបចង់អីហ្នឹងគឺយើងអាចមានទីតាំងដែលអាចទិញជាវនឹងបានហើយទីតាំងនេះដែរក៏មានការរៀបចំសម្រាប់បងប្អូនដែលនាំមកគាត់យកកូនក្មេងកូនមកជិះកំសាន្តលេងនៅតុក្កតាដែលមានប្រាអង្គុយបងប្អូនគាត់អាចជិះបានមានមិនថាក្មេងមនុស្សចាស់ក៏អាចជិះជាមួយផងដែរបាទហើយទីតាំងនេះមានការចូលរួមពីបងប្អូនយើងមកទស្សនាយ៉ាងច្រើនកកផងដែរមិនថាតូចមិនថាធំមិនចាស់ក្មេងទេបាទគាត់មកហើយអ្នកលក់នៅទីតាំងនេះក៏មានសម្រស់ស្អាតផងដែរហើយក៏តុបតែងរបស់គាត់នោះតុបតែងទៅតាមបុណ្យ Halloween នឹងបាទគាត់មានពាក់ស្នែងពាក់មកុដអីរបស់គាត់ចឹងទៅហើយទីតាំងនេះគឺមានការលក់នំបែបខុំខេកទេបងប្អូនហើយមានការចាក់តន្ត្រីដើម្បីកំដរមានការតុបតែងរបស់ក្រុមអ្នកលក់ហ្នឹងជាតួអង្គរបស់ Halloween អីហ្នឹងបងប្អូនហើយទីតាំងនេះដែលភ្លឺនោះគឺជាកំពង់ផែទឹកបាទផែទឹកនៅក្នុងទន្លេនៅជិតកោះនរាហ្នឹងក៏មានផែសម្រាប់ធ្វើឲ្យទូកទេសចរចូលហើយក៏មានការឲ្យភ្ញៀវរបស់យើងហ្នឹងអាចឡើងទៅលេងនៅលើទូកទេសចរនោះផងដែរហើយទីនេះគឺជាជណ្ដើរថ្មើរជើងសម្រាប់ឡើងចុះនៅក្នុងមាត់
ឆ្នេរមាត់ទន្លេនេះផងដែរដើម្បីឡើងទៅខាងលើហើយនឹងចុះមកខាងក្រោមវិញហើយទៅខាងមុខទៀតដែរ admin ក៏បានធ្វើដំណើរបាទចុះចេញពីមាត់ទន្លេនេះឡើងតាមចន្ទាមួយឡើងទៅមកលើថ្នល់ជាតិវិញព្រោះនេះគេមានធ្វើមាត់ទន្លេនេះគឺមានផ្លូវពីរជាន់បងប្អូនគឺមានផ្លូវមាត់ទន្លេមួយហើយនឹងខាងលើនេះគឺមានផ្លូវអាចរៀនយន្តយើងបើកបរបានគឺកុំឲ្យមានការប៉ះពាល់ដល់អ្នកធ្វើដំណើរទេបាទគឺវាមានផ្លូវចិញ្ចើមហើយច្រើនជាន់ហើយចុះទៅដល់មាត់ទន្លេនោះហើយទីតាំងនេះក៏មានហាងភោជនីយដ្ឋានជាច្រើនផងដែរហើយក៏មានការតុបតែងបាទបងប្អូនមានការខ្លាចទេបងប្អូន admin នេះវារៀងចង់ខ្លាចម្ដងដែរបាទដោយភ្ញាក់នៅរូបនេះដែរគេចងទៅនៅដើមឈើដើម្បីជាការលម្អនិងការបន់ឱកាស Halloween នេះផងដែរហើយនៅតាមថ្មើរជើងនេះក៏យើងអាចដើរបាទក្រៅពីផ្លូវយានយន្តហើយក៏យើងមានចិញ្ចើមមួយសម្រាប់យើងធ្វើដំណើរថ្មើរជើងផងដែរហើយថ្មើរជើងនេះក៏យើងអាចធ្វើការដើរការរត់ដើម្បីធ្វើការហាត់ប្រាណផងដែរហើយក៏មានផ្លូវឡើងចុះបាទតែ admin សូមថតបង្ហាញនេះគឺជាផ្លូវដែលចុះទៅតាមមាត់ទន្លេដែល admin បានធ្វើដំណើរឡើងមកអំបញ្ញមិញនេះដែរហើយជាប់នេះនៅតាមដងផ្លូវនេះផងដែរគឺមានការរៀបចំនៅអំពូលភ្លើងនៅតាមដើមឈើហើយនឹងមានភាពស្រស់ស្អាតបងប្អូនដែលយើងមើលទៅតាមមាត់ទន្លេហើយមានអមទៅដោយផ្លូវថ្មើរជើងហើយអមទៅដោយដើមឈើនីមួយៗហ្នឹងគឺមានការតុបតែងនៅភ្លើងពណ៌ដើម្បីជាការតាក់ទាញបងភ្ញៀវទេសចរមកកម្សាន្តហើយនឹងបងប្អូនភូមិមានទាំងអស់ភូមិមានទាំងអស់ដែលមកហាត់ប្រាណផ្សេងនឹងរត់លេងអាចលំហែហើយតាមចិញ្ចើមហ្នឹងយើងអាចចតបានបងប្អូនតែខាងផ្លូវថ្មើរជើងនេះគេមិនឲ្យចតទេព្រោះកុំឲ្យមានការកកស្ទះយើងអាចចតបានមួយជំហាននៅខាងផ្លូវមួយទៀតហើយចូលតំបន់នេះដែរគឺមានតាមមានតូបបាទមានតូបលក់ដូចជាកន្លែងនេះមានលក់ការ៉េមបាទហើយរឿងភេសជ្ជៈផ្សេងបងប្អូនអាចចូលទៅអង្គុយលេងមានម៉ាស៊ីនត្រជាក់ផងដែរបងប្អូនយើងអាចមកជ្រើសរើសនៅភេសជ្ជៈអ្វីដែលយើងចង់ទិញចង់ជាវនឹងហើយមានបង្អែមមានអីផ្សេងនៅទីនេះហើយទីតាំងនេះដែរក៏មានការលក់នៅស៊ុបហើយនឹង BBQ សាច់អាំងបែបកូរ៉េឈៀលបាទបងប្អូនអាចអង្គុយជជែកនឹងក្រុមគ្រួសារអាចមិត្តភ័ក្តិបងប្អូនអីអាចអញ្ជើញមកអង្គុយដើម្បីហូបអាហារនៅទីតាំងនេះផងដែរហើយទីតាំងនេះមានភាពមមាញឹកណាស់បងប្អូនភ្ញៀវតេតិជននឹងមានការគ្រប់គ្រងច្រើនដែលពួកគាត់ចេញចូលបាទមានឈ្មោះថា Korean BBQ ហើយនឹងស៊ុបបងប្អូនបាទទីតាំងនេះលក់ដាច់ណាស់បងប្អូនមានរសជាតិក៏ឆ្ងាញ់ដែរព្រោះ admin ធ្លាប់មកសាកស៊ុប admin សាកស៊ុបនៅកូរ៉េនេះបែបមានស៊ុបបែបកូរ៉េនឹងបាទមានស៊ុបចម្រុះនឹងមានលាយប្រហិតមានពោតមានច្រើនណាស់មានសាច់មានអីពិសេសហើយក៏ admin ក៏បានចុះមកខាងក្រោមបន្តិចដើម្បីធ្វើដំណើរផ្លាក់ថ្មើរជើងនៅជ្រុងខាងទៀតដើម្បីបង្ហាញពីបងប្អូនឲ្យបានដឹងបានឃើញនៅទីតាំងនេះគឺជាកន្លែងដែលកំសាន្តបាទជាកន្លែងកំសាន្តគឺកន្លែងចាក់នៅតុក្កតានៅកំសាន្តហ្នឹងបាទបងប្អូនអាចដូចនៅផ្សារទំនើបដូចនៅជីកមុងដូចនៅផ្សារ Aeon អីយើងមានឃើញថាមានកន្លែងគេចាប់តុក្កតាយើងដាក់លុយទៅយើងអាចកំណត់ពេលកំណត់ម៉ោងដើម្បីធ្វើការចាប់នៅនេះកន្លែងនេះមានបងប្អូនយុវវ័យរបស់យើងគាត់មកគ្រប់គ្រងមកលេងបានច្រើនផងដែរហើយទីតាំងនេះគឺខាងក្រោមនៅចិត្តមាត់ទន្លេដែលខ្ញុំបានចុះមកខាងក្រោមវិញធ្វើបាទមានបងប្អូនយើងដើរក៏ហួចច្រើនហើយនៅមានការរត់កីឡាអីផងដែរបាទហើយទីតាំងនៅទីនេះដែរមានខ្យល់អាកាសត្រជាក់ស្រួលណាស់ដោយសារតែមានការអមនៅជាប់នឹងមាត់ទន្លេនោះបាទហើយទីនេះក៏មានបងប្អូនរបស់យើងអង្គុយហូបនៅសាច់អាំងបាទទីខាងក្រោមនេះគឺមានការធ្វើជាភោជនីយដ្ឋាននៅជាន់ក្រោមមួយទៀតនៅក្នុងផ្លូវមាត់ទន្លេនេះគឺយើងអាចអង្គុយហូបសាច់អាំងហូបអីបានហើយទីតាំងដែលខ្ញុំថតអំបញ្ញមិញនេះគឺទីតាំងដែលគេលក់ការ៉េមនៅខាងលើនោះបាទហើយក៏មានផ្នែកជាន់ក្រោមដែលយើងអាចអង្គុយចុះមកជាន់ក្រោមហ្នឹងអាចអង្គុយនៅក្បែរគៀកទៅនឹងទន្លេហើយនៅមុខនៅហាងនេះដែរក៏មានការដាក់បង់បាទយើងអាចអង្គុយទស្សនាលេងទៅមើលមាត់ឆ្នេរមាត់អីទៅដែរបាទមានចំណាប់អារម្មណ៍ហើយទូ admin ហ្នឹងក៏បានដើរតម្រង់តមកមុខទៀតផងដែរហើយនៅតាមមាត់ទន្លេនេះគឺមានការរៀបចំនៅផើងផ្កាបាទហើយក៏មានបងប្អូនយើងគាត់អង្គុយនៅផើងផ្កានេះសាសងគ្នានឹងធ្វើឲ្យ admin ភ្ញាក់ផងដែរបាទដែលឃើញមនុស្សស្មានថាមាត់ទន្លេនេះមានមនុស្សគាត់មកអង្គុយលេងនៅទីនេះបាទហើយធ្វើដំណើរបន្តទៅទៀតដែរបងប្អូនក៏បានទៅដល់ភ្លើងភ្លឺនោះដូចជា admin បានជម្រាបពីមុនហើយគឺជាកន្លែង
ហើយនេះគឺកន្លែងថ្មើរជើងដែលឡើងមកខាងលើបាទហើយមានចង់ឡើងមកខាងលើវិញមានផ្លូវឡើងចុះជាច្រើនកន្លែងផងដែរបងប្អូនយើងអាចងាយស្រួលក្នុងការឲ្យក្មេងៗគាត់អាចរត់លេងមិនព្រួយមិនបារម្ភថាមានបង្កាន់ដៃមានអីគេដាក់រៀបចំអមផ្លូវនឹងបានសមរម្យណាស់ហើយមានភ្លើងបងប្អូនឃើញទេមានអំពូលមានអីហើយគេដាក់ឲ្យបំភ្លឺនៅទីនេះមិនមានភាពងឹតទេបងប្អូនគឺមានភាពភ្លឺស្អាតគួរឲ្យជឿតាក់ទាញណាបងប្អូនការធ្វើដំណើររបស់adminនេះកំពុងតែធ្វើដំណើរឡើងមកលើវិញបាទនាំបងប្អូនមកទីកន្លែងមួយផ្សេងទៀតបាទនេះគឺជាកំពង់ផែទឹកដែលគេរៀបចំដើម្បីធ្វើឲ្យទូកទេសចរហ្នឹងដែលអាចចតទៅទីតាំងនេះហើយមានគេមានធ្វើស្ពានឆ្លងពីមាត់ទន្លេហ្នឹងគឺយើងអាចដើរតាមរយៈស្ពាននេះឆ្លងចូលទៅលើទូកទេសចរហ្នឹងហើយនៅលើទូកទេសចរហ្នឹងយើងអាចជិះកម្សាន្តនៅតាមដងទន្លេនេះផងដែរដែលមានម្ហូបអាហារអីផ្សេងបងប្អូនអាចទិញហូបឬក៏យើងអាចយកទៅហូបនៅលើនេះផងដែរបាទហើយនៅទីស្មានេះភ្ញៀវទេសចរគាត់ចេញទៅបានច្រើនដែរហើយនៅសល់ទូក2 3ដែលនៅរងចាំបងប្អូនភ្ញៀវទេសចរគាត់ចុះទៅលេងកម្សាន្តទៀតផងដែរបាទហើយadminនេះកំពុងតែសម្លឹងវាវរកមើលកន្លែងហូបអីបន្តិចបាទបងប្អូនผมឃើញមានការឆ្លងផ្លូវទៅខាងនោះគឺមានហាងមួយបាទគឺឈ្មោះថា Food Mart បាទនេះគឺទីតាំងនេះគឺមានការលក់ដូរនៅម្ហូបអាហារជាច្រើនផងដែរនៅក្នុងកន្លែងនេះបងប្អូន admin កំពុងសម្លឹងមើលថាជ្រុងណាទីតាំងណាមួយដែល admin នឹងចូលទៅដើម្បីរកថាទិញអីហូបបន្តិចបងប្អូនហើយឱកាសនេះវាជារៀងប្រលប់រូបជ្រៅបន្តិចទៅហើយបាទហើយនៅទីតាំងនៅខាងមុខម៉ាតនេះដែរគេមានការរៀបចំស្អាតបងប្អូនមានអំពូលមានសួនមានផ្លូវថ្មើរជើងបាទរៀបចំស្អាតហើយនៅតាមសួននីមួយនៅតាមកម្រាលស្មៅហ្នឹងក៏យើងអាចអង្គុយបានហើយទីនេះadminបានមកមើលហើយបាទមានការលក់ដូរជាច្រើនរបស់ពុកម៉ែបងប្អូនរបស់យើងមានសាច់អាំងសាច់បំពងមានស៊ុបមានគ្រឿងម្ជូរមានអីច្រើនដែលបុកល្ហុងមានបង្ហិតមានអីបងប្អូនអាចមានចាប់អារម្មណ៍ហើយមានភេសជ្ជៈបាទទីនេះក៏មានការលក់ភេសជ្ជៈដាច់មិនមានខ្លាំងដែរមិនចាញ់តំបន់កោះពេជ្រប៉ុន្មានទេបងប្អូនហើយទីនេះមានការមនុស្សចូលអតិបងប្អូនមកជួបទៅច្រើនហើយមានការ៉េមានអីសម្រាប់តាក់ទាញបងប្អូនមិនថាចាស់មិនថាក្មេងទេទាំងខ្ញុំនឹងក៏ចង់ភ្លក់ដែរបងប្អូនហើយទីតាំងនេះគឺមានលក់នៅមឹកបង្គាអាំងអីជាច្រើនបងប្អូនមានបង្អែមហើយនឹងមានគ្រឿងលេងដើម្បីតាក់ទាញបងប្អូនក្មេងៗបាទឃើញទេបាទមានតុក្កតាមានអីហើយនឹងមានគ្រឿងកល័យគ្រឿងអលង្ការតូចដែលមានក្នុងតម្លៃធូរថ្លៃទេបងប្អូននៅតំបន់នេះហើយទីនេះមានបុកល្ហុងបាទហើយនឹងមានការលក់នៅសត្វឥតបំពងអីផ្សេងមានបង្ហិតអាំងបង្ហិតចៀននេះនឹងបង្ហិតអីច្រើនណាបងប្អូនហើយក៏មានការបង្កប់ទៅដោយលក់នៅខោអាវបាទបងប្អូនអាចមានមកទិញសម្លៀកបំពាក់បរិសុទ្ធស្ត្រីកូនក្មេងអីអាចមកជាវទៅជួយជាវទិញទៅនេះបានបាទគឺមានតម្លៃធូរទេបងប្អូនមិនលក់មិនជាថ្លៃទេហើយនេះគឺហាងដែលគាត់លក់ភេសជ្ជៈដែរមានលក់ច្រើនហើយនឹងមាននៅទីតាំងនេះក៏គេមានដាក់កៅអីសម្រាប់ឲ្យបងប្អូនអង្គុយអាចហូបជាវទិញនៅតាមតូបនីមួយៗហើយអាចមកអង្គុយហូបនៅកន្លែងដែលគេដាក់តុឲ្យយើងរៀបចំអង្គុយនេះផងដែរហើយនៅតាមនេះដែរក៏មានការលក់ស្តង់ជាច្រើនណាបងប្អូនadminដើរចង់វែងដែរបងប្អូនវិលទៅវិលមកឃើញម្ហូបច្រើនពេកហើយគាត់ជួននឹង admin នេះចង់កោពុះដែរបងប្អូនចង់កោពុះគ្រប់ហើយបងប្អូនឃើញម្ហូបឆ្ងាញ់ជាច្រើនតែរវល់តែជាប់ថតបង្ហាញឲ្យបងប្អូនពុកម៉ែនឹងក៏ admin មិនទាន់ហ៊ានទិញអីសិនទេថតដិតរូបភាពមករៀបចំឲ្យបងប្អូនសិនបាទតម្លៃនេះគឺកន្លែងលក់ណែមឆ្ងាញ់របស់គេដែរបងប្អូនហើយមានឃើញធ្លាប់ស្គាល់ផ្លាក logo របស់គាត់ហើយកែងជ្រុងនេះគេដាក់លក់ទឹកភេសជ្ជៈបាទហើយនេះគឺរោងគឺសម្រាប់ឲ្យយើងអង្គុយហូបទិញនំចំណីភេសជ្ជៈមកយើងអាចមានតូបមានស្តង់សម្រាប់យើងអង្គុយការរៀបចំនេះមានលក្ខណៈស្អាតហើយទីនេះមានលក់ដែរស៊ុបខ្យងពិសេសបងប្អូនធ្លាប់ហូបពិសាទេហើយadminដូចដែរហូបពិសាដែរដូចចង់ចាប់អារម្មណ៍នឹងស៊ុបពិសេសខ្យងហ្នឹងដែរបងប្អូនadminដែរកន្លងមើលដែរស៊ុបខ្យងហ្នឹងគេមានដាក់អីខ្លះទៅมันមានតែខ្យងឯណាបងប្អូននៅទីនេះគាត់មានលក់នៅគ្រឿងសមុទ្រមានមឹកមានបង្គាមានអីទៀតដែរបងប្អូនមិនមានតែស៊ុបមានតែខ្យងនេះទេហើយទីនេះគឺការលក់សាច់អាំងបាទអាចទិញក្នុងស្តូបសាច់អាំងនេះដែរក៏មានរៀបចំនៅ
តុកអីឲ្យបងប្អូនអាចអង្គុយហូបបាទមានសាច់អាំងឈៀលអីជាក់អីតិចតួចអីបានដែរបងប្អូនបាទតែពេលហូបហើយសូមមានការទូខុសត្រូវក្នុងការបើកបរបាទហើយនៅមុខធ្លានេះដែរគឺមានវាលស្មៅមួយដែលគេរៀបចំនៅមុខឆាកតន្ត្រីបាទគេដាក់ band មួយបាទដើម្បីច្រៀងកំដរហើយមានការតុបតែងស្អាតណាបងប្អូនហើយបងប្អូនពុកម៉ែយើងអាចមកបោះកាទៀលបោះតង់អីបាទអង្គុយលេងបានបាទនៅក្នុងមុខ band នេះផងដែរហើយទីនេះក៏មានលក់ភេសជ្ជៈច្រើនបងប្អូនមានច្រើនស្តង់ដែរការលក់ភេសជ្ជៈយើងមិនលំបាកក្នុងការដើររើសទេបាទមានច្រើនហើយតាមផ្លូវដំណើរមួយហ្នឹងគេរៀបចាក់បេតុងដើរខ្វាត់ខ្វែងនៅពេញតំបន់នេះហើយទីនេះក៏មានលក់នៅគ្រឿងកន្លែងផ្សេងជាងខ្សែកអីជាច្រើនផងដែរហើយទីតាំងនៅមុខ band ហ្នឹងគឺមានបងប្អូនយើងមកច្រើនបងប្អូនមកដាក់ជាតុអង្គុយផ្ទាល់ខ្លួនហើយនឹងកន្ទេលអាចយកមកក្រាលបាននៅទីនេះបាទគេមិនហាមអីច្រើនទេបាទទោះជានៅលើវាស្មៅនេះក៏ដោយព្រោះគេមានការរៀបចំដាក់ band ឲ្យពុកម៉ែបងប្អូនបានអង្គុយហូបអាហារអីផ្សេងហើយបានទស្សនានៅការប្រគំតន្ត្រីបាទហើយទីតាំងនេះផងដែរគឺមានការលក់នៅបុកល្ហុងអីផ្សេងមកច្រើនអេដមីនរាប់មិនអស់ទេហើយមានការក្មេងៗលេងកំសាន្តសប្បាយបែបពួកក្រុមក្មេងៗរបស់គាត់នឹងបាទបែបក្មេងៗបងប្អូនអាចលេងពួនបិទពួនអីចឹងទៅហើយទីនេះមាននំបែបខ្មែរផលិតផលខ្មែរយើងនៅទីនេះលក់ជឿតែ100%ហើយបងប្អូនសិតតែផលិតផលក្នុងស្រុករបស់យើងទេមិនទៅជាសម្បូរនៅផលិតផលក្រៅស្រុកអីទេហើយទីតាំងនេះដែរក៏មានការរៀបចំនៅទីអង្គុយបាទមើលទៅដូចជាកន្លែងប្រណាំងរថយន្តឬក៏ការធ្វើនៅអង្គុយសម្រាប់ទស្សនាបាទតទៅប៉ុន្តែមិនអញ្ចឹងទេបាទទីតាំងនេះគឺគេធ្វើឲ្យយើងអង្គុយសម្រាប់ទស្សនា band ដែលនៅខាងមុខនោះបាទតែរងរៀងឆ្ងាយដែរបងប្អូនពួកយើងស្ដាប់អាចបានមើលឬរៀងពិបាកដែរបាទព្រោះមានការបាំងហ្នឹងហើយ admin កំពុងតែធ្វើដំណើរចាក់ចេញទៅវិញទៅមើលទៅរកអីហូបបាទហើយនេះឃើញមានបងប្អូនមានណែមមានអីចឹងបែបណែមបែបលំនាំខ្មែរមានអីចឹងទៅបាទហើយអ្នកបងប្អូនបងអ៊ំពូមីងបងប្អូននឹងគាត់នាំកូននាំចៅមកអង្គុយបាទលើនេះយើងអាចអង្គុយហើយអាចញ៉ាំអីបានតិចតួចផងដែរបាទយើងអង្គុយជាការលំហែហើយបានញ៉ាំអីផ្សេងដែលយើងទិញពីស្តង់ពីតូបដែលយើងជ្រើសរើសមកបាទហើយនេះមានហាងភេសជ្ជៈបាទហាងភេសជ្ជៈច្រើនណាស់បងប្អូនមិនខ្វះថានេះទេហើយមានម្ហូបបែបកូរ៉េប៉ុន្តែមិនជាកូរ៉េទេខ្មែរយើងនឹងអ្នកធ្វើហ្នឹងបាទគឺតែខ្មែរយើងហើយនៅតាមតូបតាមស្តង់ដែលគេដាក់រៀបចំឲ្យមានភាពអង្គុយសមរម្យក្នុងការហូបចុកបាទមានការស្អាតស្រស់ស្អាតណាស់បាទបងប្អូនអាចអញ្ជើញមកដើម្បីទស្សនាបានម្ដងមើលបងប្អូនកុំឲ្យចាញ់បោកពេលវេលាច្រើនពេកបងប្អូនយើងត្រូវមានការកម្សាន្តខ្លះកុំឲ្យស្មុគស្មាញច្រើនពេកហើយការមកដើរកម្សាន្តនៅទីនេះមិនទៅជាចំណាយអីច្រើនទេបងប្អូនយើងអាចមកមិនបានហូបអីក៏យើងត្រឹមតែដើរមើលដើរអីចឹងទៅទស្សនាចឹងក៏វាមានអារម្មណ៍ថាសប្បាយចិត្តផងដែរបងប្អូនវាបំបត្តិនៅសេចក្តីទុក្ខសោកកង្វល់អីផ្សេងពីការងារពីមុខរបរយើងអីផ្សេងដែលបានដល់ទីកន្លែងនេះហើយធ្វើឲ្យអារម្មណ៍របស់យើងនឹងស្រស់ថ្លាណាស់បងប្អូនធ្វើឲ្យភ្លេចអស់នៅរឿងស្មុគស្មាញជាច្រើនហើយឃើញទេបងប្អូនមានការអង្គុយហូបចុកហើយទីតាំងនេះក៏មានការដាក់សម្រាប់ហ្គេមបាទហ្គេមក្មេងសម្រាប់យើងចាក់យកតុក្កតារបស់ក្មេងៗហ្នឹងបាទដូចនៅផ្សារទំនើបចឹងបងប្អូនទីតាំងនេះហើយមានប្រកបទៅដោយភ្លើងពណ៌ស្អាតផងដែរបាទក្មេងៗអាចចាក់តាក់ទាញបាទបងប្អូនមិនចាស់មិនថាក្មេងទេបាទហើយពេលនេះដែរ admin កំពុងតែដើរមករកមើលគ្រឿងសមុទ្របន្តិចឃើញមានមឹកអាំងបាទមឹកអាំងអ្នកកំពុងសោមយើងហ្នឹងបងប្អូនគឺមឹកនាំពីគ្រឿងសមុទ្រពីស្រុកខ្មែរយើងបាទហើយនេះគេមកមើលឃើញទស្សនិកជន admin គាត់មានការគ្រប់គ្រងគាត់ថាស្រួលដែរតែ admin បានឆ្លើយអីទេបាទព្រោះឡើងទៅមកផ្ដិតយករូបភាពហើយកំពុងនឹងមកកោពុះហើយ admin កំពុងតែសម្លឹងរកមើលបាទកន្លែងនេះមានត្រីឆ្អើរមានបុកល្ហុងមានអីដែរបងប្អូនហើយ admin ហ្នឹងកំពុងតែចាប់អារម្មណ៍មឹកនេះបាទមានមឹកមានមឹកអីគេទេមឹកនេះមឹកតៃគោមឹកអីអាមឹកដៃមឹកអីគេហ្នឹងបាទហើយនឹងមឹកបំពង់បាទ admin កំពុងតែចាប់អារម្មណ៍មឹកបំពង់ហើយនឹងបង្គាបាទកំពុងតែសម្លឹងមើលនៅមុខភេសហាងចែងភេសជ្ជៈនេះបាទហើយកំពុងតែមើលដើរជ្រុងដើរចេះមឹកខាងនេះគឺមានលក់ច្រើនដែរគ្រឿងសមុទ្រក៏មានការលក់ច្រើនដែរបងប្អូនអាចមានមកឲ្យគេអាំងមឹកដែរបាទមឹកនេះមានតម្លៃធូរទេបងប្អូនគាត់មកឈុតរបស់គាត់ហ្នឹងមាន10000 15000អីទេបងប្អូនមិនជាថ្លៃទេ
mà xóm rùm là dương ai hộp bán á bông tồn admin mưa mực bông hay đang ở quạt ăn mực bông hay đang mưa sầm lăng từ mưa bằng kia bạn mình bằng kia tích tới mực tích tới hay quạt tu sinh này việcរបស់ admin នៅពេលនេះក៏ដល់ទីបញ្ចប់ផងដែរ admin សូមថ្លែងអំណរគុណសម្រាប់ការតាមដាននិងទស្សនានៅ page របស់ admin នេះផងដែរបាទអរគុណ